Radio Free Asia. កងកម្លាំងការពារព្រំដែននៃប្រទេសវៀតណាមបានរៀបរៀងតំណាងរាស្ត្រគណៈបកសំរងស៊ីចំនួន19រូបនិងមន្ត្រីមួយចំនួនទៀតគណៈដែលអ្នកតំណាងរាស្ត្រនិងមន្ត្រីទាំងនោះប៉ុនប៉ងទៅពិនិត្យតម្រុយបង្គោលព្រំដែនលេខ103ក្នុងស្រុកមេមត់ខេត្តកំពង់ចាមកាលពីថ្ងៃទី14ខែធ្នូឆ្នាំ2010ការរៀបរៀងត្រូវបានធ្វើឡើងនៅចន្លោះទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនដូនរតនិងតម្រុយបង្គោលព្រំដែនលេខ103ស្ថិតក្នុងភូមិដូនរតឃុំរូងស្រុកមេមត់អស់រយៈពេលប្រមាណ30នាទីប្រធានក្រុមអ្នកតំណាងរាស្ត្រគណៈបកសំរងស៊ីលោកសុនឆៃថ្លែងថាវៀតណាមបានរំលោភលើបូរណភាពទឹកដីកម្ពុជាព្រោះកងកម្លាំងការពារព្រំដែនវៀតណាមបានចូលមកឃាត់តំណាងរាស្ត្រនិងមន្ត្រីខ្មែរនៅលើទឹកដីខ្មែរបើភាគីវៀតណាមមានការអាចកំបាំងមិនអោយគណៈពុទ្ធភូយើងបានទៅឃើញគ្រាន់តែតម្រុយនោះអានឹងអាចជាបញ្ហាមួយរឹតតែធ្វើឲ្យមានការសង្ស័យមិនទិលកាន់តែខ្លាំងហើយថាមានអាចកំបាំងអីបានជាមិនអោយយើងទៅមើលតម្រុយហ្នឹងទោះយ៉ាងណាអភិបាលខេត្តកំពង់ចាមលោកហ៊ុននេងអះអាងថាភាគីវៀតណាមបានធ្វើការរារាំងព្រោះអ្នកតំណាងរាស្ត្រនិងមន្ត្រីគណៈបកសំរងស៊ីបានចូលក្នុងទឹកដីវៀតណាមហើយថាក្រុមអ្នកតំណាងរាស្ត្រនិងមន្ត្រីទាំងនោះមិនស្គាល់ទីតាំងភូមិសាស្ត្រនៃតំបន់នោះឡើយមុននឹងទៅមើលតម្រុយបង្គោលព្រំដែនលេខ103នៅឃុំរូងក្រុមអ្នកតំណាងរាស្ត្រនិងមន្ត្រីគណៈបកសំរងស៊ីបានទៅពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាមលេខ108និង109ក្នុងឃុំដាស្រុកមេមត់ដែលនៅទីនោះលោកសុនឆៃថ្លែងថាភូមិចំនួន14នៅស្រុកមេមត់ត្រូវបាត់បង់ក្នុងការបោះបង្គោលព្រំដែនដោយលោកសំអាងលើផែនទីដែលអាជ្ញាធរស្រុកមេមត់កំពុងតែប្រើប្រាស់និងការជួបផ្ទាល់ជាមួយមន្ត្រីអាជ្ញាធរនិងប្រជាពលរដ្ឋមួយចំនួនប្រជាពលរដ្ឋរស់នៅក្នុងឃុំដាអ្នកស្រីយ៉ែមមួនបានឲ្យដឹងថាដីចុងក្រោយរបស់អ្នកស្រីទំហំ1ហិកតាកន្លះត្រូវបាត់បង់ឥឡូវបាត់បង់ទឹកដីទៀតខ្ញុំមិនដឹងបានដីណាធ្វើទេបាទអាលីងហើយដល់ហើយលើកទី2នេះឆ្នាំមុននោះគេយល់ខាងក្បាតនោះអស់8ហាត់រួចហើយដល់ឥឡូវមកយល់លើកទី2ទៀតអាលីងទៀតខ្ញុំបានស្ត្រីឈ្មោះសោមភីរស់នៅភូមិដូនរតឃុំរូងរៀបរាប់ថាដីរបស់អ្នកស្រីប្រហែល1ហិកតាកន្លះត្រូវបាត់បង់ហើយបច្ចុប្បន្នកសិករវៀតណាមកំពុងតែធ្វើស្រែនៅលើដីនោះអាស្រែក៏លេចឃើញនោះអាព្រៃតតុងតកើតនោះស្រែខ្ញុំចាយូនយូអស់ហើយនៅទីប៉ុណ្ណឹងឲ្យបានខ្ញុំណាខ្ញុំបាននេះស្រែមួយនេះកូននេះជាលងវត្តនេះនឹងខ្ញុំជម្រាបប្រាប់ក្មួយនៅទីប៉ុណ្ណឹងប្រធានគណៈកម្មការព្រំដែនខ្មែរនៅប្រទេសបារាំងលោកសៀនពេញសែមានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជាមិនត្រូវប្រងើយកន្តើយចំពោះប្រជាពលរដ្ឋដែលបាត់បង់ដីធ្លីដោយសារការបោះបង្គោលព្រំដែននោះទេលោកសៀនពេញសែបន្ថែមថាដើម្បីរក្សាបាននូវបូរណភាពទឹកដីលោកសូមឲ្យរដ្ឋាភិបាលកម្ពុជាគោរពសន្ធិសញ្ញាក្រុងប៉ារីនិងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាហើយសន្ធិសញ្ញាក្រុងប៉ារីអាចតម្រូវឲ្យលុបចោលនៅសន្ធិសញ្ញាទាំងឡាយណាដែលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាខ្ញុំបាទអ៊ួនឈិនវត្តឈូអាស៊ីសេរីពីស្រុកមេមត់ខេត្តកំពង់ចាម